សូមស្វាគមន៍ជាថ្មីជាមួយនឹងខ្ញុំបាទរតនាហើយថ្ងៃនេះខ្ញុំសូមជូនមេរៀនទី3ដែលតាក់ទងជាមួយនឹង Wood Background ឥឡូវនេះខ្ញុំសូមចូលទៅក្នុងកម្មវិធីហើយចូលទៅ File Open ដើម្បីរើសរូបភាពនេះគឺជារូបភាពមេរៀនទី3ដែលយើងនឹងចាប់ផ្ដើមធ្វើនៅក្នុងថ្ងៃនេះហើយវីដេអូនេះខ្ញុំធ្វើសម្រាប់ក្មេង Anjali ហើយនេះគឺជាវីដេអូទី3ដែលខ្ញុំថតជាភាសាខ្មែរឥឡូវនេះចាប់ដើមដំបូងរាល់មេរៀនទាំងអស់ខ្ញុំបានសរសេរ guide ទុកហើយនេះគឺជា lesson 3 note create wood background and paper line ចំណុចសំខាន់គឺ wood ខាងក្រោយ paper line ហើយនឹងធ្វើជា zoom ឥឡូវនេះចូលក្នុងពាក្យថា file ឬពាក្យថា new ដើម្បីបើកសញ្ញាកិច្ចការថ្មីហើយ width ទទឹងខ្ញុំយក1280ហើយយក800 resolution 300 color mode RGB ហើយនឹង background content យកជា transparent មានន័យថាគ្មានផ្ទៃបន្ទាប់មកខ្ញុំធ្វើការចាក់ពណ៌ខ្មៅចូលដោយចុច Alt Delete ដែលជាពណ៌របស់ foreground ហើយ mouse ស្ដាំលើវាឬពាក្យថា blending option ដើម្បីធ្វើការកំណត់ gradient overlay ហើយ tick ទៅលើ gradient overlay ចំណុច gradient ពណ៌មួយនេះយើងចុចនៅលើវាដើម្បីរើសប្រភេទដូរពណ៌ double click លើវាហើយនេះគឺជាកន្លែងសម្រាប់ដាក់កូដពណ៌ឲ្យបានដូចគ្នាឥឡូវនេះកូដពណ៌ខ្ញុំបានសរសេរនៅលើ guide ដែលកូដទី1គឺមានជាអក្សរបែបនេះគឺ paste គឺអក្សរ C6B06B អូខេហើយនឹងកូដទី2 double click លើវាដដែលហើយនេះគឺកន្លែងបញ្ចូលកូដទី2នោះគឺកូដមួយនេះ E3D482 ចុចអូខេមួយទៀតហើយអូខេមួយទៀតបង្កើត layer ថ្មីមួយហើយ foreground color ចុចលើវាដើម្បីបញ្ចូលកូដដូចគ្នាហើយในទីនេះគឺជាកន្លែងបញ្ចូលកូដនោះដែលមានកូដលេខយើងអាចធ្វើការវាយនៅលើ keyboard 6B3F00 ចុចអូខេហើយធ្វើការចាក់នៅលើ layer ថ្មីនេះដោយចុច Alt Delete ដូចគ្នាបន្ទាប់មកយើងចុចនៅលើពាក្យរូប icon មួយនេះដើម្បីបង្ប្រែទៅជា default color របស់ foreground និង background color ចូលទៅ filter រើសពាក្យថា render ហើយរើសពាក្យថា fiber ដើម្បីដាក់សរសៃឆ្នូតឲ្យទៅលើ background របស់យើង variance យក24ហើយនឹង strength យក22ចុចអូខេបន្ទាប់មកយើងធ្វើការបដូរ blend mode របស់វានៅក្នុងប្រអប់នេះហៅថាឈ្មោះ blend mode ចុចនៅលើវារើសពាក្យថា soft light បន្ទាប់មកយើងបាន background ជាឈើក្រោយមកទៀតយើងបង្កើត layer ថ្មីមួយដែលរូបខាងដើមគឺមានផ្ទៃរាងខ្មៅហើយនឹងចំកណ្ដាលគឺមានលក្ខណៈរាងភ្លឺបង្កើត layer ថ្មីមួយហើយចូលទៅ ellipse ប្រើជាមួយនឹង elliptical marquee tool ដើម្បីបង្កើតជារាង selection វាជារាង select បែបនេះហើយចំកណ្ដាលបន្តមកទៀតយើងធ្វើការត្រឡប់ select ដោយចុច Control Shift អក្សរ I ឬក៏យើងចូលទៅ select ឬពាក្យថា inverse Control Shift អក្សរ I បន្តមកយើងធ្វើការចាក់ពណ៌ខ្មៅចូលដោយចុច Alt Delete ហើយយើងធ្វើការដោះ select ចេញដោយចុច Control អក្សរ D បន្ទាប់មកយើងចូលទៅ filter រើសពាក្យ blur Gaussian blur ដើម្បីធ្វើឲ្យលក្ខពណ៌ខ្មៅនឹងព្រិលហើយ radius យើងមកថែមឲ្យវាកាន់តែធំអូខេប៉ុណ្ណឹង160ចុចអូខេបន្ទាប់មកយើងបន្ថយ opacity នៅលើ layer នេះចុះមកក្រោមអូខេ63%នេះគឺយើងបានទទួលពណ៌ខ្មៅគៀនហើយនឹងពណ៌ចំកណ្ដាលរាងសចំណុចបន្តមកទៀតយើងធ្វើការបង្កើតpaper line បែបនេះអញ្ចឹងយើងចូលទៅ file ឬពាក្យថា new width ពេលនេះគឺខ្ញុំយក79ហើយយក75 resolution យក72ហើយនឹង background content យក transparent ចុចអូខេបន្ទាប់មកយើងបានស្ដាប់កិច្ចការមួយដ៏សែនតូចធ្វើការពង្រីកវាចុច Alt ហើយ scroll
បន្ទាប់មកយើងធ្វើការជាមួយនឹង brush tool ដែល foreground color យកជាពណ៌ខ្មៅទំហំយកត្រឹមតែយក hard ជាប្រភេទ hard ទំហំយកត្រឹមតែ4តែប៉ុណ្ណោះយើងធ្វើការគូរជាបន្ទាត់2ខ្សែត្រង់មួយហើយដេកមួយឲ្យត្រង់ដោយចុច shift ឲ្យជាប់នៅពេលខណៈពេលដែលយើងគូរឥឡូវសូមមើលអូខេតែប៉ុណ្ណឹងបន្ទាប់មកយើងចូលទៅពាក្យថា edit define pattern ហើយយើងអាចឲ្យឈ្មោះ pattern យើងអាចថា paper line ចុច OK យើងអាចធ្វើការបិទសន្លឹកកិច្ចការនេះចោលហើយឥឡូវនេះយើងចូលសន្លឹកកិច្ចការថ្មីបង្កើតសន្លឹកកិច្ចការរបស់យើងបង្កើត layer ថ្មីមួយប្រើឧបករណ៍មួយឈ្មោះថា rectangular marquee tool ធ្វើការគូរជារាងចតុកោណកែងហើយយើងធ្វើការចាក់ពណ៌សចូលដោយចុច Control Delete មកស្ដាំលើ layer របស់យើងហើយរើសពាក្យថា blending option បន្តមកទៀតយើងប្រើជាមួយនឹង pattern overlay ដែលជាមួយនឹង pattern យើងទុកតែបង្កើតថ្មីនោះគឺ paper line ចុចលើវាហើយ scale យើងបន្ថយមកឲ្យកាន់តែតូចដើម្បីឲ្យបង្កើតកាឡាយើងកាន់តែញឹកទៅអូខេប៉ុណ្ណឹងបន្ទាប់មកយើងបន្ថយ opacity បន្តិចដើម្បីធ្វើឲ្យកាឡាយើងមានលក្ខណៈរាងស្រទន់បន្តិចចុច OK ចុច Ctrl D ដើម្បីដោះ select ចេញហើយយើងធ្វើការបំបត្តិ FX ដែលជា effect របស់វាដោយបង្កើត layer ថ្មីមួយហើយ select layer ទាំងពីរចុច Ctrl E ដើម្បីមើល layer ទាំងពីរចូលគ្នាហើយយើងធ្វើការបំបត្តិ FX បន្ទាប់មកទៀតយើងធ្វើការ copy ទុកមួយដោយចុច Alt ហើយទាញវាចុះក្រោមអញ្ចឹងយើងស្មើនឹងការ copy ឬក៏ចុច Ctrl J ដើម្បីធ្វើឲ្យលុបបានយើងធ្វើការយក eraser tool យកមកលុបយើងអាចចុចគ្នាបិទដើម្បីបន្ថយហើយគ្នាបើកសម្រាប់បន្ថែម eraser ឲ្យកាន់តែធំអញ្ចឹងយើងធ្វើការលុបនៅលើយើងចូលនៅលើឲ្យត្រូវលុបនៅលើដៃយើងដើម្បីបង្កើតជា paper line មានរាងណាជារាងរហែកអូខេចូលនៅលើ paper line ទី2ធ្វើលក្ខណៈរាងរហែកដូចគ្នាអូខេបន្ទាប់មកយើងអាចធ្វើការតម្រៀបវាចុច Ctrl T ហើយបង្វិលរួចបន្តិច layer ទី1 Ctrl T បង្រួបបន្តិចបង្វិលបន្តិចចុះអូខេក្រោយមកទៀតយើងគ្រាន់តែធ្វើយក text tool មកធ្វើសរសេរអក្សរធម្មតាយក text tool នេះ font ពណ៌ខ្មៅចំណុចបន្ទាប់គឺធ្វើជាលក្ខណៈក្រដាសបែបនេះហើយនឹងស្កុតអញ្ចឹងយើងបង្កើត layer ថ្មីមួយយក foreground ជាពណ៌មួយដែលរាងថ្លាប៉ុណ្ណេះចុះប្រើ rectangular marquee tool ដើម្បីបង្កើតជារាង selection ពណ៌ចតុកោណកែងហើយធ្វើការចាក់ពណ៌ foreground ដែលយើងបានរើសអំបញ្ញមិញនេះចូលហើយចុច Alt Delete ធ្វើការដោះ select ចេញចុច Ctrl D ហើយយក eraser tool មកលុបដូចគ្នាអូខេក្រោយមកទៀតយើងអាចបន្ថយ opacity បន្តិចដើម្បីរាងភ្លឺចំណែក Scott យើងប្រើឧបករណ៍មួយដដែលដោយបង្កើត layer ថ្មីយក rectangular marquee tool យកមកគូរជារាង Scott ហើយធ្វើការចាក់ពណ៌សចូលដោយចុច Ctrl Delete ដោះ select ចេញធ្វើការ copy ដោយចូលនៅលើ move tool ហើយចុច Alt ឲ្យជាប់ធ្វើការអូសវា
เคក្រោយមកទៀត layer ទាំងពីរនេះយើងបន្ថយ opacity ឲ្យកាន់តែតូចត្រឹមតែ 50% ហើយខាងក្រោម 50% ដូចគ្នាស្កុតថ្លាយើងអាចធ្វើការ merge layer ទាំងពីរ3នេះចូលគ្នាឬក៏យើងអាចធ្វើការបង្វិលសិន Ctrl T ដើម្បីបង្វិលហើយ layer មួយនេះ Ctrl T បង្វិលអូខេក្រោយមកទៀតយើងធ្វើការបង្កើតជាស៊ុំបែបនេះហើយនឹងយករូបភាពចូលអញ្ចឹងបង្កើត layer ថ្មីមួយយក rectangular marquee tool យកមកគូរជារាង selection បែបស៊ុំធ្វើការចាក់ពណ៌អក្សរចូលដោយចុច Ctrl Delete ចូលទៅ select រើសពាក្យថា modify contract ដើម្បីបង្រួម select ឲ្យតូចជាងមុនយកចំនួន25ចុច OK ថប់ពេកយើងចូលទៅ select រើសពាក្យថា modify contract យកចំនួន15ចុច OK ហើយយើងចុច delete នៅលើ keyboard ដើម្បីលុបផ្នែកខាងក្នុងចេញ Ctrl D ដើម្បីស្ដារ select mouse ស្ដាំលើវារើសពាក្យថា blending option ដើម្បីធ្វើការកំណត់ឲ្យវាមានលក្ខណៈស្អាតផុសជាងមុន tick នៅលើពាក្យថា bevel and emboss ដើម្បីបង្កើតជាលក្ខណៈផុស tick នៅលើ drop shadow ដើម្បីបង្កើតជាលក្ខណៈស្រមោលចុច OK ធ្វើការ copy ស៊ុំទុកឲ្យហើយដោយចុច Ctrl អក្សរ J អូវាចុះមកក្រោមហើយចុច Ctrl អក្សរ J មួយទៀតដើម្បីបានមួយទៀតអូខេឥឡូវនេះធ្វើការបង្កើតបើករូបភាពចុច File រូបភាពថា Open ហើយនេះគឺជារូបភាពទី1ចុច Open ទាញវាចុះមកក្រោមហើយអូសវាចូលក្នុងស្លឹកកិច្ចការរបស់យើងដោយធ្វើបែបនេះហើយយើងអាចលុបរូបភាពដើម Ctrl អក្សរ T ដើម្បីធ្វើការបង្រួមចុច Alt Shift ឲ្យជាប់ហើយធ្វើការបង្រួមអូខេស៊ុំគឺចាំបាច់ត្រូវនៅពីមុខរូបភាពអញ្ចឹងទាញវាដាក់មករូបភាពមកនៅក្រោមស៊ុំក្រោមមកយើងអាចឃើញថាវានៅ fit ជាមួយគ្នាយើងអាចមើល layer 2នេះចូលគ្នាដោយ select layer ស៊ុំហើយនឹង laser រូបភាពដូចធ្វើការមើល Ctrl អក្សរ E បើករូបភាពផ្សេងទៀតចុច File Open ហើយរើសរូបភាពអូខេធ្វើដូចគ្នាទាញចុះមកក្រោមហើយអូសវាចូលក្នុងស្លឹកកិច្ចការរបស់យើងបិទវាចោលហើយធ្វើការបង្រួមរូបភាពចុច Ctrl អក្សរ T Alt Shift ឲ្យជាប់ហើយធ្វើការបង្រួមពីកែងខាងអូខេវានៅខាងក្រោយស្រេចអញ្ចឹង select ពី layer នេះបញ្ចូលគ្នា Ctrl E ដើម្បីមើលអក្សរស៊ុំចុងក្រោយមួយទៀតចូលទៅ File រូបពាក្យថា Open រើសពាក្យរូបភាពហើយទាញចុះមកក្រោមអូសវាចូលទៅក្នុងស្លឹកកិច្ចការរបស់យើងអញ្ចឹងធ្វើការបង្រួមដូចគ្នា Ctrl អក្សរ T អូខេហើយធ្វើការមើលបញ្ចូលគ្នាយើងត្រូវតែធ្វើការ edit បន្ថែមបន្តិចតួចទៀតតែប៉ុណ្ណោះអូខេសន្មតថាចប់សម្រាប់មេរៀននេះសូមអរគុណសម្រាប់ការតាមដានទស្សនាជូនពរឲ្យមានសុខភាពល្អ